ធ្លាប់តែស្គាល់គិរីរំណាប៉ុន្តែអត់ដឹងថានៅគិរីរំមានបឹងលាក់ខ្លួនមួយដែលអមព័ទ្ធជាមួយនឹងធម្មជាតិដ៏ស្រស់ស្អាតចឹងសោះជម្រាបសួរសួស្តីអ្នកទាំងអស់គ្នាដំណើរកម្សាន្តនេះរៀងផ្លៃជាងរាល់ដងដែលមកជាលក្ខណៈបោះតង់ផ្សងព្រេងលូកព្រៃជាមួយនឹងរសជាតិថ្មីហើយទីតាំងដែលពួកខ្ញុំមកនេះគឺមានឈ្មោះថាទំនប់វារីអគ្គិសនីទី1គិរីរំសម្រាប់អ្នកដែលគាត់ចូលចិត្តបោះតង់ផ្សងព្រៃអីហ្នឹងគាត់អាចសែលកន្លែងនេះទុកមួយបានដែលនៅទីនេះទេសភាពត្រជាក់ភ្នែកមែនតើនៅពីក្រៅរូបភាពស្អាតក៏មានរ៉ាក់រ៉ាក់ដែរអូមិនគ្រប់រសជាតិហ៎តើហមមកកាត់អត់ទេនោះសម្រាប់រ៉ាក់ប៉ុណ្ណឹងគឺអត់បញ្ហាទេសម្រាប់អ្នកដែលចូលចិត្តដើរបោះតង់អីហ្នឹងបន្ទាប់ពីឆ្លងកាត់ផ្លូវដល់រ៉ាក់រ៉ាក់ឥឡូវយើងបានមកដល់កន្លែងហើយមាន sunset មើលទៀតទេសភាពនៅនេះគឺប្លែកមែនតើអ្នកនរគ្នាអាចមើលបានមើលពីលើទៅក្រោមហត់ទៅស្អាតហ្មងសម្រាប់បងដែលចូលចិត្តបោះតង់អីហ្នឹងក៏អាចមកនេះគឺត្រូវហ្មងសម្រាប់ខ្ញុំផ្ទាល់គឺខ្ញុំមិនដែលដឹងថានៅនេះមានកន្លែងបោះតង់មួយដែលស្អាតអញ្ចឹងសោះហើយអីដែលសំខាន់ណាគឺស្ងប់ស្ងាត់ល្អមែនតើបងហើយខ្ញុំពិតជា recommend មែនតើសម្រាប់បងដែលចូលចិត្តបោះតង់ដែលមកទីនេះបរិយាកាសស្អាតស្ងប់ស្ងាត់ហើយត្រជាក់មែនតើបងអាចទៅតាម location នៅក្រោមនេះបានជំរាបដាក់នៅក្រោមហ្នឹងណាឥឡូវទៅហៀហបឥឡូវដល់ម៉ោងបាយល្ងាចយើងរឿងក្នុងចិត្តហើយអ្នកគ្នាដូចគេថាអញ្ចឹងបាយនៅទេអត់ឆ្ងាញ់ទេបានតែញ៉ាំនៅលើភ្នំហើយចូលព្រៃចេះគឺឆ្ងាញ់ហ្មងឆ្ងាញ់ដោយមិនបាច់ដាក់គ្រឿងហ្មងបន្ទាប់ពីយើងនិយាយរឿងក្នុងចិត្តម្នាក់អស់កន្លះតោនហើយបើកភ្នែកមកគឺផឹកហ្មងសម្រាប់ខ្ញុំនេះគឺក្រអត់ដែរតន់ថ្ងៃរះហ្មងដល់លេងបើអត់បានឆ្លុះជាមួយថ្ងៃរះគឺអត់អស់ចិត្តទេចង់ឆ្នេះថ្ងៃរះតអត់ក្រឲ្យតន់ថ្ងៃរះបន្ទាប់ពីឆ្លុះជាមួយថ្ងៃរះហើយឥឡូវយើងមកមើលទេសភាពពេលព្រឹកវិញអ្នកគ្នាផឹកឡើងយើងខោកមកយើងមុជទឹកអីឡើងមកអែហ្មងណាគ្នាងើបមកយើងមុជទឹកលើនឹងបានណាសម្រាប់ទេសភាពវិញដូចខ្ញុំនិយាយតែអញ្ចឹងបរិយាកាសត្រជាក់ហើយមានទឹកអមនៅជុំវិញហ្នឹងណាបរិយាកាសបែបនេះយើងខោកមកយើងញ៉ាំមីហើយយើងញ៉ាំកាហ្វេ Good morning យើងញ៉ាំកាហ្វេហើយមីអូយកប៉ះបានទេឥឡូវ Good morning ញ៉ាំមីមីហ្នឹងមកមីជាតិខ្មែរយើងឥឡូវជាតិអត់មកជាតិអត់ជាតិខ្លាំងជាតិហូបមីខ្លែមហ្នឹងកាន់ទេសភាពបាននេះអរគ្នានិយាយពីថាខោកមកញ៉ាំមីញ៉ាំកាហ្វេក្លែមជាមួយទេសភាពបែបនេះគឺក្តីសុខមែនតើអញ្ចឹងបានគេថាជីវិតនេះ10ឆ្នាំមានប្រហែលដងអញ្ចឹងយើង10ឆ្នាំយើងចង់ធ្វើអីយើងចង់ទៅណាគឺយើងធ្វើទៅដើម្បីក្តីសុខរបស់យើងទេសម្រាប់ក្តីសុខខ្ញុំពេលមកបានឃើញទេសភាពអញ្ចឹងគឺខ្ញុំមានក្តីសុខពេកហើយប៉ុណ្ណេះហ៎ឥឡូវតែមានក្តីសុខឥឡូវដល់ម៉ោងរៀបចំឲ្យបានចោលទៅក្រោមវិញហើយអ្នកគ្នាមកនេះកុំភ្លេចវិចសម្រាប់ចោលទៅក្រោមវិញផងណាអញ្ចឹងវីដេអូខ្ញុំគឺអត់មានអីទេមានតែប៉ុណ្្នឹងឯងជួបគ្នានៅវីដេអូក្រោយជំរាបលាបាយបាយ